រៀននៅសាលាមធ្យមវិទ្យាសិល្បៈផ្នែកប្រពៃណីនឹងខ្ញុំឈ្មោះខាឡារកនិថារៀននៅសាលាមធ្យមសិល្បៈឆ្នាំទី6ផ្នែករបាំប្រពៃណីខ្ញុំបានឈ្មោះឡានតារារៀននៅសាលាមធ្យមវិទ្យាសិល្បៈផ្នែករបាំប្រពៃណីខ្ញុំបានឈ្មោះឆានរឆៃសប្តាហ៍ថ្ងៃខ្ញុំបានបញ្ចប់បញ្ញាបត្រផ្នែកវិទ្យាសាស្ត្រដល់ថ្ងៃខ្ញុំជាមន្ត្រីបរិញ្ញាបត្រនៅក្នុងសាលាមធ្យមវិទ្យាសិល្បៈជំរាបសួរបងប្អូនអរគុណខ្ញុំឈ្មោះពេជ្រពុទ្ធឆាជាអតីតសិស្សនៃសាលាមធ្យមវិទ្យាសិល្បៈនិងកំពុងបន្តរៀននៅសាកលវិទ្យាល័យហើយខ្ញុំក៏ជាគ្រូនៅសាលាមធ្យមវិទ្យាសិល្បៈដែរអរគុណខ្ញុំមើលទៅបងប្អូនដូចជាហត់អីចាំបងសិល្បៈវត្តសម្រាប់